ផ្លែគុយក្នុង1គីឡូ5ទៅ70000និយាយថារោងគ្នាទិញដូចស្មៅរោមស្ករបងប្អូនណាផ្លែមុនដំបូងផ្លែទុំមួយណាបាទឥឡូវនៅសល់ត្រឹមតែ1គីឡូ5000បាទ10000បាទទុំបាទស្អុយចង់ពេញដើមពេញព្រៃអូខេបាទហើយនេះគឺជាសកម្មភាពដែលញោមបាទទៅឡើងបាទគុយបាទគុយមិនមែនជាដើមឈើធំទេគុយគឺជាវល្លិណាបាទគុយគឺជាវល្លិដែលរោមនៅជុំវិញដើមឈើទៅវាខ្ពស់ឲ្យផ្លែវិញបាទច្រើនណាស់បាទឆ្នាំនេះវិញនិយាយថានៅណាក៏ផ្លែដែរបងប្អូនណាបាទនៅណាក៏ផ្លែដែរហើយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំឡើងជាក់ស្ដែងបាទនៅលើដើមខ្ពស់បាទគ្រប់ជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដាននិងទស្សនាវីដេអូមួយនេះវឡុកមួយនេះបាទធ្វើវីដេអូនេះឡើងគឺចងក្រងទៅជាអនុស្សាវរីយ៍បាទទៅថ្ងៃមុខពីមួយឆ្នាំទៅមួយឆ្នាំពេលវេលាវាដើរលឿនមែនតើណាបងប្អូនបាទតនេក៏ឆ្លៀតមកចូលព្រៃបេះគុយតែម្ដងបាទនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែឡើងនៅលើចុងឈើបេះគុយហើយនេះជាមួយនឹងប្រុសឡុងហើយផ្លែយកតែមែនតើបងប្អូនហើយស្មៅក៏ស្មៅក្រងឥឡូវបានមួយយ៉ែហើយមួយយ៉ែនឹងប្រហែលជា3គីឡូប្រុសឡុងគេកំពុងតែសម្រោតហ៎នោះឡុងតម្លាក់ទៅហើយវាផ្លែច្រើនពេកតែវាចង់ដៃអូបងប្អូនក៏ហមច្រាល់ឥឡូវបានមួយយ៉ែក៏ចាប់ដើមសម្រោតបាទទៅមួយសាសិនបាទមួយយ៉ែនេះប្រហែលជាខ្ទង់1គីឡូជាងដែរបងប្អូនមកឡើងមុនដំបូងផ្លែដូចជាមិនសូវទុំប្រហែលទេបាទតែចាំមើលវីដេអូទៅមុខទៀតណាវីដេអូទៅមុខទៀតគឺនិយាយថាមួយដើមគឺក៏ហមច្រាល់តែម្ដងបាទហើយនេះគឺបាទដើមផ្ដៀកបាទដើមផ្ដៀករុំជាមួយដើមស្អីទេបងប្អូនណាដើមគុយវាប៉ុណ្ណឹងអីហើយនោះផ្លែនៅចុងលើហ្នឹងសិតតែផ្លែគុយតែម្ដងឥឡូវបាទស្ដាប់ប្រុសស្អាតរបស់យើងគាត់កំពុងតែបាទ review ពីដើមគុយអូច្រើនណាស់ដើមពុះវិញពេកដើមគុយបងប្អូនមើលទៅឃើញវត្តត្រង់ច្រាំងហ្នឹងហើយដើមគុយខ្ញុំភ័យសុកខ្ញុំដំបូអីគេគុយ1គីឡូ50000អីគេនេះដើមមើលដើមមួយទឹកពេកវត្តអានេះទូចហ្នឹងមិញនេះទូចទេនៅនោះទៀតហើយនិយាយពីម្ដងហ្នឹងក៏ហមច្រាល់ឡើងដែរឥឡូវនេះបានមួយយ៉ែទៀតហើយបាទដល់មួយយ៉ែទៀតហើយឲ្យខ្ញុំក៏កំពុងតែកាត់ហើយខ្ញុំនេះកំពុងតែបាទរៀបចំជើងព្រូបាទឡើងឲ្យបងប្អូនមើលបាទហើយកាលពីក្មេងខ្ញុំនេះជំនាញតែម្ដងបាទដើមច្បក់ដើមផ្ដៀកដើមបេងខ្ពស់ឲ្យសើជំនាញខ្ញុំហើយបាទធម្មតាទេណាហើយចូលចិត្តបាទចូលចិត្តព្រៃតែម្ដងបាទចូលចិត្តព្រៃព្រឹក្សាបាទឲ្យទៅពេលវេលាណាមួយដែលជុំបងប្អូនចូលឆ្នាំភ្ជុំអីនិយាយទៅថាសប្បាយចិត្តមែនតើបាទមិនចូលស្ទឹងបាទចូលព្រៃក៏ឡើងភ្នំដែរបងប្អូនបាទឥឡូវខ្ញុំកំពុងតែឡើងមួយបាទទៅដល់ចុងខ្ពស់ណាបងប្អូនណាបាទបងប្អូនមើលប្រហែលជាចង់បាទភើតពោះដែរហ្នឹងព្រោះកម្ពស់នេះប្រហែលជាខ្ទង់40ទៅ60ម៉ែត្រណាបាទទៅដល់លើវិញនោះខ្ទង់70ម៉ែត្រព្រោះដើមវាខ្ពស់មែនតើនៅស្រុកភូមិខ្ញុំគឺបាទតាមបាទស្រុកហ្នឹងគឺសម្បូរដើមខ្ពស់បាទសម្បូរបាទហើយស្រុកបងប្អូនប្រហែលជាមិនសូវជាមានប្រមាណទេបាទខាងខ្ញុំកំពុងធំជាប់ព្រះវិហារនេះនៅតែមានដើមឈើតាមតំបន់នីមួយគឺមានព្រៃឈើមានព្រៃសហគមន៍ដែលគេអភិរក្សនៅតែខ្ពស់នៅឡើយបាទហើយជុំវិញនេះគឺសម្បូរទៅដោយព្រៃធម្មជាតិព្រៃព្រឹក្សានិយាយថាស្ដាប់សំឡេងបាទរុក្ខជាតិបាទសត្វយំព្រៃឈើខ្យល់មកល្វើយនិយាយថាបងប្អូនណាបាទស្រស់ស្រាយបាទរឿងຕົកសោកបាទកោតទុកទាំងឡាយដល់ពេលបានចូលក្នុងព្រៃនិយាយថារីករាយណាស់បងប្អូនរីករាយមែនតើចឹងតើបានគេចូលចិត្តចូលព្រៃបាទត្រេបបោះតង់បាទនិយាយទៅគឺសុបាយបងប្អូនបាទពាក្យអីវិចារទេហើយនេះបាទមិត្តភក្តិខ្ញុំគាត់ថតបាទឥឡូវនេះបាទខ្ញុំចាប់ផ្ដើមបាទទម្លាក់គួយឲ្យគាត់ផ្លែមើលអូយនោះតាមខំដល់លើហេឡូបងប្អូនអឺមើលឃើញទេឃើញស្ទង់ទៅប្រហែលជា40ម៉ែត្រទេនៅទៅលើប្រហែលជា10លើពី10ម៉ែត្រទៀតអញ្ចឹងមកដើមនេះអាចលេខទៅ60ម៉ែត្រ60ដឹងមើលឃើញទេបងប្អូនអ្នកសាគាត់ឡើងទៅបាំងម៉ែត្រឈើចង់ដៃយើងបេះតែណាដល់ដៃឬអាចគ្រោះថ្នាក់អត់មានបេះអាណាចង់ដៃបានទេព្រោះវាទុំច្រើនមែនទេដើមកាន់តែខ្ពស់ផ្លែកាន់ទុំកាន់តែផ្អែមកាន់តែធំតោះបេះបងបងប្អូនគាត់ទម្លាក់មកចាំមើលខ្ញុំចាប់បានអត់មក1 2 3អូយចាប់បានហើយជ្រុះអស់ពាក់កណ្ដាលអូទូចអត់សូវធំទេបាទ
lời lụa mùi sân tục kia này lời trong chờ dạ mơ muối sân không ôn nè ôi mình chạy hẳn đó rồi nhầm lụa này bóng ôn bệnh mới cái mày lên tực món to về mấy nào đấy anh chua chua này cũng lồ pẹt rồi chất đấy giờ mình trong đắp lồ thì vậy không nếu mà miệng chạp như lần diện tích nó đấy bạn không cái làm hôn tụi mình mà phải là gì chạy nhé anh chơi cái kinh nghiệm thời pháp bích lò rồi hai bé coi bắn đá còn vậy khi này bắn đá bà ở bao nhiêu miếng còn phong tại cắt đặt cần trọ ai bà cắt đặt cần trọ bà chấm ranh do na lo bà mò mấy nắng bà do thế bà đập tôi cho thế bà hôi mà cần trọ như thao mình thằng chay là mo mình thằng tôm bà chả là mo như thằng chiết tao mo ôn bà lại ní bà lo nè mo ôn á ngành chiết bong bà môn mà lâu bà đàm play môn được bông như thằng mà lâu 50000 ទៅ 70000 ហើយក៏រកគុយហូបមិនបានដែរឥឡូវនេះគុយគឺស្អុយពេញព្រៃផ្លែពេញព្រៃព្រោះវាចង់ផ្លែនេះគឺវាចង់តែអស់ហើយបងប្អូនណាវាស្អុយចង់អស់តែម្ដងបាទហើយគុយធម្មជាតិនិយាយថាខ្ញុំចង់ដឹងថាអាគុយហ្នឹងវាមានរសជាតិវាមានចំនួនស្អីខ្លះបានជាគេចូលចិត្តហូបមិនហើយតម្លៃវាក៏ថ្លៃទៀតបាទតម្លៃចង់ស្មើតរ៉េនបងប្អូនណាថ្លៃយើងស្មើតរ៉េនបាទចង់ស្មើតរ៉េនថ្លៃយើងសាច់គោទៀតញ៉ាគេចូលចិត្តហូបតែម្ដងព្រោះបាទគុយបងប្អូនគុយទៅលេងរួចបងប្អូនពោះពេក50-60 ម៉ែត្រឥឡូវនេះបានទៅប្រហែលជា1គីឡូ8គីឡូហើយជា8គីឡូ10គីឡូនេះលទ្ធផលដែលយើងទទួលបានរយៈពេលប្រហែលម៉ោង1ម៉ោងបាទឡើងដូចជា2ដើមទេប្រផាត់ប្រផាយព្រោះខ្ពស់ពេកបាទប្រហែលជា8ទៅ9គីឡូបងប្អូនណាអូខេបងប្អូនបាទចុងបញ្ចប់នៃវីដេអូគឺតែប៉ុណ្្នឹងបាទបានគុយចំនួន1កំត្រកពេញតែម្ដងប្រហែលជាជិត10គីឡូបាទបាយបិទជម្រាបលា